chẳng gặp thì Ocam nắng chỉ tôi tới việc free xem đạp lực cru ở pra tệ chẳng đầm bầy lực cru ai pra về bán và sân chuyện toàn miền là công tờ lực cru tế lực cru ai ta download về màu đầm bầy ở pra nam mối cam thi nắng vì miền còn hiệp này rụp hiệp nắng which bà của sam đái hay lực cru của ai record phóng hay ở bên miền một nghề một tiết cứ miền webcam bên đây tha lực cru ai record luôn anh có bằng bạn bằng hai nắng khơi một lực cru là ekran đôi khi này chắc mà khả năng cạnh này lực cru thọt bị chấm hố rồi có bạch trăng projector rồi có LCD nắng vì mở tới ai tha riêng cho ba hay thôi chắc lực cru ai đang riêng pay phóng cả bạn bằng hai ai thay vì riêng sơ lọ này chẳng nằm bay lực cru ai pra bán lại nắng lực cru cho tới căn Google món hay lực cru ta sẽ biết theo Ocam món của bạn chẳng lại nắng lực cru bạn Ocam hay lực cru check inter tới này là khang lợi kế lại nắng lực cru vô cái lại nắng máu Ocam download nắng bạn chẳng một tập lực cru vô cái lại nắng hái viên năng miền lực cru ôm trong khơi download này chẳng lực cru còn để chạy lại nắng tới và hay lại ní có vì miền option ra nó còn năng tiếp vì miền capture plus vì miền cohesive rồi có center chẳng lực cru trong bạch qua cái lại nắng tế ở đây đại lực cru từ đó cứ chạy biệt thao Ocam này màu bạn chẳng lực cru chạy down hay viên cả download hay bạn chẳng lực cru còn là cho về để download hay lực cru cho mà lại mà raw file viên năng máu lại download máu bạn ní file nắng còn lực cru chạy mouse đam lơ viên máu bạn lực cru chạy mouse đam lơ viên máu hay lực cruត្រូវយកពាក្យថា run as administrator អញ្ចឹងលោកគ្រូបាទយកកន្លែងហ្នឹងមកដើម្បីឲ្យវាជាប់នៅលើអេក្រង់កុំឲ្យពេលប្រើទៅពិបាកអញ្ចឹងដល់ពេលដែលលោកគ្រូចុចកន្លែងហ្នឹងហើយវានឹង run តែដោយសារខ្ញុំដាក់រួចហើយអញ្ចឹងខ្ញុំសុំអត់ទៅឡើងទេអញ្ចឹងលោកគ្រូចុច yes មកវាឡើងហើយអញ្ចឹងដោយសារខ្ញុំមានហើយខ្ញុំអត់ទៅឡើងអញ្ចឹងដើម្បីប្រើប្រាស់វាបានវាមាន option ច្រើនដែរលោកគ្រូបាទអញ្ចឹងលោកគ្រូចូលកន្លែង Ocam ដល់មកចូលកម្មវិធី Ocam ហ្នឹងមកបាទchẳngបន្ទាប់ពីចូលមកវានឹងចេញទំហំបែបនេះវាមាន record វាមាន capture មាន resize open ហើយនឹង codex ហើយនឹង sound តែជារួមដែលគ្រូត្រូវប្រើគឺមានទៅលើ sound បាទតមកទៀតមាន resize នេះគឺកន្លែងដែលលោកគ្រូត្រូវដាក់ទំហំបានន័យថាលោកគ្រូចង់យកទំហំនៃការថតហ្នឹងប៉ុណ្ណាតែបើជារួមខ្ញុំយក full screen ដោយសារនៅពេលយក full screen ទៅគឺពេញមួយអេក្រង់តែម្ដងបាទអញ្ចឹងបន្តមកទៀតកន្លែងដែលលោកគ្រូកំណត់នៅក្នុងការ record លោកគ្រូចូលកន្លែង sound នេះមកអញ្ចឹងមកក្នុងករណីលោកគ្រូមាន mic អញ្ចឹងលោកគ្រូអាចដាក់មកតែបើសិនជាអត់ទេលោកគ្រូយកកន្លែងនេះមកដោយសារវាកន្លែង microphone array ហ្នឹងមកបើន័យថាវាចាប់សំឡេងហ្នឹងពីក្នុងកុំព្យូទ័ររបស់លោកគ្រូតែម្ដងក្នុងករណីលោកគ្រូអត់មាន mic អញ្ចឹងគ្រូ select កន្លែងហ្នឹងមកអញ្ចឹងបើសិនជាលោកគ្រូ select កន្លែងផ្សេងពេលដែលលោកគ្រូបត់បង្ហាញទៅវាអត់លឺសំឡេងទេកន្លែងហ្នឹងលោកគ្រូបាទអញ្ចឹងលោកគ្រូ take កន្លែងហ្នឹងមកចាំខ្ញុំ screenshot ដាក់ក្នុងក្រុមដែរលោកគ្រូ take កន្លែងហ្នឹងមកបាទតមកទៀតលោកគ្រូត្រូវមើលកន្លែងកន្លែង menu បាទលោកគ្រូមកកន្លែង menu មកដោយសារកន្លែងនេះខ្ញុំបរិយាអត់បានលោកគ្រូប្រហែលជាមើលតន់ណាលោកគ្រូបាទអញ្ចឹងកន្លែងនេះលោកគ្រូចុចពាក្យកន្លែង menu មកហើយយកពាក្យថា option បាទលោកគ្រូចុចពាក្យថា option មកចឹងកន្លែងនេះអ្វីដែលលោកគ្រូត្រូវមកមើលទីតងកន្លែងនឹង record នេះមួយលោកគ្រូអាចជ្រើសរើសទំហំនៃការ record ចឹងលោកគ្រូចង់យក720ក៏បានយក 4K ក៏បានមាន18ក៏បានតែជារួម18ហ្នឹងវាគូសាំល្មមនឹងប្រើប្រាស់ចឹងលោកគ្រូបាទចឹងបន្តមកទៀតលោកគ្រូមើលកន្លែង sound កន្លែងនេះអត់អីទេវាមិនចាំបាច់សេរីទេព្រោះជាទូទៅដាក់មកគឺប្រើបានហើយចឹងអ្វីដែលលោកគ្រូត្រូវមើលគឺកន្លែង webcamចឹងជារួមលក្ខខណ្ឌនៃការបាត់បង្ហាញរបស់លោកគ្រូគឺត្រូវមានឃើញមុខលោកគ្រូនៅលើនឹងដែរលោកគ្រូបាទអញ្ចឹងកន្លែងហ្នឹង cam នេះវាមានបានន័យថាវាមានកន្លែង webcam កន្លែងចាប់មុខលោកគ្រូមួយនៅក្នុងកុំព្យូទ័របើសិនជាកុំព្យូទ័រលោកគ្រូមានកាមេរ៉ាងាយស្រួលទេអញ្ចឹងកន្លែងហ្នឹងលោកគ្រូចូលមកកន្លែងហ្នឹងមកបន្តមកលោកគ្រូselect កន្លែងនេះមកគឺវានឹងមានឃើញ OBS ហើយជាមួយកាមេរ៉ារបស់លោកគ្រូហើយបើតែបើក្នុងករណីលោកគ្រូមាន webcam ដោតទៅវាប្រើមាន capture ឬក៏ចម្លងមាន webcam មួយកាមេរ៉ាមួយលោកគ្រូដាក់ក៏បានដែរតែបើអត់ទេលោកគ្រូប្រើកាមេរ៉ាកុំព្យូទ័រអញ្ចឹងទៅហើយលោកគ្រូ complete add កន្លែងចុច take កន្លែង add webcam
ចឹងកន្លែងហ្នឹងលោកគ្រូចុច take កន្លែងហ្នឹងមកហើយកន្លែង video size នេះកន្លែងដែលកំណត់ទំហំរូបលោកគ្រូនៅលើ screen ហ្នឹងថាលោកគ្រូចង់បានប៉ុន្មានភាគរយតែបើជាទូទៅខ្ញុំប្រើ23បើសិនជាលោកគ្រូចង់បានធំដាក់50ទៅតែដោយសារតែពេលដាក់ធំវាអាចបាំង slide ពេលដែលលោកគ្រូបាត់បង្ហាញអញ្ចឹងណាលោកគ្រូបាទអញ្ចឹងកន្លែងហ្នឹងលោកគ្រូយកប៉ុណ្្នឹងមកហើយកន្លែងនេះគឺ position នេះគឺជាកន្លែងដែលលោកគ្រូចង់ឲ្យរូបលោកគ្រូហ្នឹងបានន័យថាពេលបាត់បង្ហាញចង់ឲ្យរូបលោកគ្រូនៅខាងលើនៅខាងនេះឬក៏នៅខាងនេះអញ្ចឹងបើជាទូទៅយើងប្រើឲ្យវានៅខាងក្រោមផ្នែកខាងស្ដាំអញ្ចឹងលោកគ្រូចុចកន្លែងនេះមកហើយបន្តមកលោកគ្រូចុចពាក្យថា OK មកបាទចុចពាក្យថា OK ប៉ុណ្្នឹងមកអញ្ចឹងបន្ទាប់មកទៀតលោកគ្រូបាន set វាប៉ុណ្្នឹងហើយលោកគ្រូចូលទៅបើក slide របស់លោកគ្រូសិនមកឧទាហរណ៍ថាខ្ញុំមាន slide មួយហើយខ្ញុំចង់បាត់បង្ហាញអញ្ចឹងលោកគ្រូចូលទៅបើក slide ដែលលោកគ្រូបានធ្វើមកបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំមាន slide មួយនេះបន្តមកលោកគ្រូចូលកន្លែងហ្នឹងមកហើយលោកគ្រូចុចពាក្យថា record នេះសិនណាលោកគ្រូបាទលោកគ្រូចុចពាក្យ record សិនមកចុច record ហើយចុចបិទចុចអានេះវិញទៅអាសញ្ញាដកនេះហើយបន្តមកលោកគ្រូដាក់ slide លោកគ្រូឲ្យធំមកអញ្ចឹងលោកគ្រូចាប់ផ្ដើមបាត់បង្ហាញទៅអញ្ចឹងលោកគ្រូអាចជជែកឬក៏បកស្រាយទៅលើខ្លឹមសារនៃ slide ហ្នឹងហើយកន្លែងនេះវាអត់ទាន់ឃើញកាមេរ៉ាទេតែពេលដែលលោកគ្រូ record ហើយលោកគ្រូចាំតែមើលវីដេអូនឹងឃើញរូបលោកគ្រូហើយនៅកន្លែងណាអញ្ចឹងលោកគ្រូអាចបាត់បង្ហាញអញ្ចឹងមកដោយមានការច្អល់មកអីហោហាអញ្ចឹងទៅអញ្ចឹងរហូតទៅដល់ចំណុចបញ្ចប់អញ្ចឹងលោកគ្រូចុចបិទវិញមកបាទលោកគ្រូចុចបិទ slide វិញមកហើយលោកគ្រូមកកន្លែងនេះលោកគ្រូចុចពាក្យថា stop នេះទៅអញ្ចឹងកន្លែងហ្នឹងវានឹងរត់ទៅលើកុំព្យូទ័រលោកគ្រូអូតូគ្រាន់តែចុចពាក្យថា open នេះមកដើម្បីទៅមើលវីដេអូដែលលោកគ្រូបាន record មិញបាទអញ្ចឹងនេះគឺជាវីដេអូបាទនេះជាវីដេអូដែលខ្ញុំបាន record មិញអញ្ចឹងលោកគ្រូគាត់คลิกលឿននឹងមកចាំមើល result បាទដោយសារកុំព្យូទ័រខ្ញុំអត់មានកាមេរ៉ាលោកគ្រូកន្លែងនេះវាឃើញសញ្ញារូបថតដែលខ្វែងលោកគ្រូឃើញទេលោកគ្រូបាទឃើញលោកឃើញអូរួចអាចទម្លាក់វីដេអូលោកគ្រូមិញដាក់ក្នុងនឹងឲ្យផងគ្រូបាទលោកគ្រូបាទទម្លាក់វីដេអូគ្រូនិយាយនេះមិញណាដែលព័ត៌មានមិញណាបាទលោកគ្រូបាទអីចាំខ្ញុំតម្លាក់ជូនបាទគ្រូបាទអញ្ចឹងលោកគ្រូឃើញទេគ្រូឃើញរូបលោកគ្រូនៅកន្លែងនេះតាមពិតទៅដោយសារខ្ញុំកុំព្យូទ័រខ្ញុំអត់មានកាមេរ៉ាអញ្ចឹងពេលដាក់ទៅឃើញកាមេរ៉ាខ្វែងអញ្ចឹងជាទូទៅរូបលោកគ្រូយក25ហ្នឹងគឺល្មមបានន័យថាបង្ហាញទៅមិនធំពេកអញ្ចឹងលោកគ្រូអញ្ចឹងឃើញរូបសកម្មភាពលោកគ្រូនៅនេះហើយអញ្ចឹងបាត់បង្ហាញលោកគ្រូមើលកាមេរ៉ាកុំព្យូទ័រទៅឃើញដោយលោកគ្រូមើលទៅលើកាមេរ៉ាទូរស័ព្ទដែរអញ្ចឹងឃើញរូបលោកគ្រូនៅលើហ្នឹងបាទនេះគឺជាសម្លេងវាចែកឬក៏បកស្រាយទៅលើខ្លឹមសារនៃ slide ហ្នឹងហើយកន្លែងនេះវាអត់ទាន់ឃើញកាមេរ៉ាទេតែពេលដែលលោកគ្រូ record ហើយលោកគ្រូចាំតែមើលបាទប៉ុណ្ណឹងបន្ទាប់ពីបានប៉ុណ្ណឹងហើយលោកគ្រូអាចផ្ញើចេញតែម្ដងទៅនឹងរួចហើយអញ្ចឹងតើតងជាមួយនឹងកម្មវិធីដែលខ្ញុំចង់ recommend ឲ្យលោកគ្រូ